មេបញ្ជាការភូមិភាគមួយរបស់ថៃលោកវរយុសលួងសុវណ្ណបានចេញសេចក្តីព្រមាននៅយប់ថ្ងៃ12វិច្ឆិកាឆ្នាំ2025នេះថាយោធាភូមិភាគមួយបានទទួលរបាយការណ៍ពីកម្លាំងប៊ូរផាថៃចំពោះឧបទ្ទវហេតុដែលកងទ័ពថៃបានផ្ទុះអាវុធនៅភូមិព្រៃច័ន្ទវេលាម៉ោង 4:10 នាទីរសៀលនៅថ្ងៃទី12វិច្ឆិកាឆ្នាំ2025វាជាការព្រមាននិងឆ្លើយតបយ៉ាងម៉ឺងម៉ាត់នៃការប្រើប្រាស់កម្លាំងសងសឹកហើយក៏ជាមធ្យោបាយចុងក្រោយនៅក្នុងស្ថានភាពនេះផងដែរលោកបានបន្ថែមទៀតថាកងទ័ពថៃបានធ្វើការបាញ់ប្រហារនៅក្នុងទិសដៅសម្ដៅតែទៅលើសត្រូវប៉ុណ្ណោះដោយមានការប្រុងប្រយ័ត្នដើម្បីបញ្ជាកុំឲ្យមានការបាញ់ប៉ះពាល់លើពលរដ្ឋស៊ីវិលហើយស្ថិតក្រោមច្បាប់អន្តរជាតិហើយលោកបានសង្កត់ធ្ងន់ថាប្រសិនបើភាគីម្ខាងទៀតបញ្ឈប់ការគំរាមកំហែងមកលើកងទ័ពថៃនោះកងទ័ពថៃនឹងបញ្ឈប់ការបាញ់សងសឹកខ្ញុំក៏ចង់សួរមេបញ្ជាការភូមិភាគមួយរបស់ថៃដែរតើច្បាប់អន្តរជាតិបាញ់បោះសេរីបែបនេះឬក៏យ៉ាងណាមួយវិញទៀតនាយករដ្ឋមន្ត្រីថៃរបស់លោកបាននិយាយថាប្រទេសថៃគឺជាប្រទេសប្រជាធិបតេយ្យតែខ្ញុំគិតថាប្រទេសថៃរបស់លោកគឺជាប្រទេសអាណាធិបតេយ្យទៅវិញនោះទេ